ngàyពេលដែលអាត្មាចាប់ផ្ដើមធ្វើមូលនិធិវត្តណាឡោមជួយជនភៀសសឹកកណា មានបរិះម្នាក់មានញោមម្នាក់អាយុប្រហែលជា60ញោមនឹងជិះកង់តាំងពីចោមចៅមកជិះកង់ឲ្យក្រតែមែនទេតាមមើលក្រណាគាត់យកបច្ច័យមកដូចជា50000រៀលហើយលុយនឹងចាស់យកមកគាត់យកមកហើយគាត់ស្គាល់អាត្មាគាត់យកមកលុតជង្គង់ហើយគាត់លើកដៃប្រគេនសាសនាចូលមូលនិធិជួយជនភៀសសឹកហើយគាត់ថាកណ្ណាមានតែប៉ុណ្្នឹងប៉ុន្តែកណ្ណាស្រឡាញ់ជាតិហើយគាត់អត់និយាយទេហើយគាត់ដូចជាស្រក់ទឹកភ្នែកទៅគាត់ក៏ថ្វាយអង្គមលាអាត្មាក៏មិនបានសួរអីហើយព្រឹត្តិនៃរូបភាពហ្នឹងវានៅដកនៅក្នុងចិត្តអាត្មាថាអូនេះអ្វីដែលខ្មែរយើងត្រូវការនេះអ្វីដែលខ្មែរយើងត្រូវការហើយញោមម្នាក់ហ្នឹងដែលយកបច្ច័យមកប្រគេនហ្នឹងមិនមែនសំដែងថតរូបទេណាគឺមកដោយចិត្តស្មោះមកហ្នឹងគឺមកទៅបរិសុទ្ធបំផុតចំពោះជាតិដែលយើងត្រូវការមនុស្សខ្មែរដែលមានមនសិការអញ្ចឹងចំពោះជាតិទៅជាតិយើងតាំងនៅបានហើយអាត្មាបញ្ជាក់ដូចមិញអញ្ចឹងគឺយើងត្រូវទទួលខុសត្រូវតាមរៀងខ្លួនព្រះអង្គអ្នកបួសព្រះអង្គត្រូវតែពឹងរៀនសូត្រដើរតួនាទីអ្វីតួនាទីរបស់អ្នកបួសបំពេញកាតព្វកិច្ចហើយបើថាអស់និស័យពីភ្នោះទៅហើយវិលត្រឡប់ទៅក្រហមវិញក៏ត្រូវតែបំពេញកាតព្វកិច្ចជាកុហកដែរអញ្ចឹងយើងសម្រាប់អាយុជីវិតដង្ហើមរស់នៃជាតិសាមគ្គីភាពទាំងអស់គ្នាហើយអត់មានអ្នកណាម្នាក់ឯងទ្រង់ជាតិបានទេលោកអត់មានសង្ឃឹមមនុស្ស3 4នាក់សង្ឃឹមអ្នកណាឆ្លាតមិនក៏អត់អាចនេះបានប្រទេសជាតិមួយយើងសិក្សាឃើញហើយគឺថាទាំងអស់គ្នារាប់ចាប់តាំងពីមនុស្សសាមញ្ញរហូតដល់ថ្នាក់ដឹកនាំកណាហើយទទួលខុសត្រូវរៀងខ្លួននៅភារកិច្ចដែលខ្លួនកំពុងតែធ្វើបើសិនជាពលរដ្ឋត្រូវតែជាពលរដ្ឋនោះជាពលរដ្ឋល្អចំពោះជាតិអញ្ចឹងមនសិការស្រឡាញ់ទឹកដីស្រឡាញ់ជាតិជារឿងដែលចាំបាច់កណា